មិនបង្អង់យូកម្ពុជាលាតត្រដាងភ័ស្តុតាងក្រោយកសែតថៃផ្សាយថាគ្មានពលរដ្ឋខ្មែរស្លាប់ក្នុងករណីទាហានថៃបាញ់ប្រហារលើអ្នកភូមិប្រច័ណ្ឌលទ្ធផលរបស់គណៈកម្មការជំនាញនៃការធ្វើកសោវិច័យលើសាកសពជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារការបាញ់ប្រហារមុនរបស់ទាហានថៃមកលើអ្នកភូមិប្រច័ណ្ឌត្រូវបានបង្ហាញដោយក្រសួងមហាផ្ទៃកម្ពុជាដែលជាការប្រតិកម្មទៅនឹងសារព័ត៌មានថៃដែលបានផ្សព្វផ្សាយថាពុំមានពលរដ្ឋខ្មែរស្លាប់ក្នុងករណីទាហានថៃបើកការវាយប្រហារលើអ្នកភូមិប្រច័ណ្ឌឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12ខែវិច្ឆិកានោះទេក្រៅពីជនរងគ្រោះ3នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំណែកកសលវិច័យរបស់គណៈកម្មការជំនាញបានធ្វើនៅចំពោះមុខក្រុមនៃអង្គការអាស៊ាន AOT ផងដែរក្រសួងមហាផ្ទៃបានបញ្ជាក់ច្បាស់ថាកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយប្រើអាវុធវែងប្រភេទ M16 ជាច្រើនគ្រាប់មកលើពលរដ្ឋខ្មែរនៅក្នុងភូមិប្រច័ណ្ឌបណ្ដាលឲ្យបាត់បង់ជីវិតម្នាក់និងរងរបួសធ្ងន់3នាក់រីឯជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះឌីណៃហៅសល់ភេទប្រុសអាយុ36ឆ្នាំស្នាក់នៅភូមិប្រច័ណ្ឌយ៉ាងណាការគូបញ្ជាក់នេះគឺក្រសួងមហាផ្ទៃសំអាងទៅលើលទ្ធផលនៃការធ្វើកសលវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាដែលបានរកឃើញថានៅផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខទំហំ2x3 សង់ទីម៉ែត្រទិសដៅបញ្ឆិតចូលទៅដងខ្លួនពីឆ្វេងទៅស្ដាំមានក្បាលក្រកកំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្ដាំផ្នែកខាងក្រោយចំនួន1កន្លែងគណៈកម្មការជំនាញវះកាត់យកក្បាលគ្រាប់នោះចេញនៅចំពោះមុខក្រុមនៃអង្គការអាស៊ាន AOT ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះមានមួយគ្រាប់ទំហំ 5.7 មីលីម៉ែត្រគុណបណ្ដោយក្បាលគ្រាប់23មីលីម៉ែត្រមានខ្សែខ្ចៅវិលរយ៉ាចំនួន6ខ្សែវិលស្ដាំមិនត្រឹមតែប៉ុណ្ណោះគណៈកម្មការកសលវិច័យបានរកឃើញទៀតថានៅកន្លែងកាត់ហេតុទី1មានប្រជាពលរដ្ឋខ្មែរ3នាក់រងរបួសធ្ងន់នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល100ម៉ែត្ររីឯទី2ទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធបាញ់ចេញប្រហែល180ម៉ែត្រដោយកម្លាំងអាវុធថៃបានបាញ់ចេញពីទីតាំងពីកន្លែងឆ្ពោះមកគោលដៅតែមួយនៅក្នុងភូមិប្រច័ណ្ឌទាំងនេះហើយក្រសួងមហាផ្ទៃកម្ពុជាបញ្ជាក់ថាជនរងគ្រោះឈ្មោះឌីណៃហៅសល់ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ប្រកាសមែនពលមិនដោយការផ្សព្វផ្សាយបំភ្លៃការពិតនិងបង្វែរស្ថានភាពរបស់សារព័ត៌មានថៃឡើយច្បាស់ណាស់គ្រាប់កំភ្លើងបានបាញ់ចូលធ្លុះសួតដាច់សរសៃឈាមធំនិងមានគ្រាប់បៀមនៅផ្នែកខ្នងខាងស្ដាំនៃសពពិតប្រាកដមែន